បងប្អូនកុំឲ្យលឿនពេកកុំចង់ខ្លាចជាសហគ្រិនលឿនពេកបងប្អូនតែឆ្លងកាត់ការងារជាមុនសិនពីព្រោះការងារវាបង្រៀនយើងបាទពួកខ្ញុំមុននឹងខ្លាចទៅជាសហគ្រិនឬក៏ខ្លាចទៅជានាយកអាជីវកម្មបច្ចុប្បន្ននេះគឺខ្ញុំឆ្លងកាត់បបសតធ្វើការឲ្យគេហ្នឹងបាទវាចូលជិត10ឆ្នាំដែរយើងធ្វើយើងលឿនអំពីចំណុចហ្នឹងមកដើម្បីបង្រៀនយើងថាទៅធ្វើការឯករាជ្យវាយ៉ាងម៉េចយើងគិតឲ្យបានគ្រប់ជ្រុងជ្រោយមិនមែនគិតតែមួយមុខទេជំរាបសួរនិងស្វាគមន៍សាជាថ្មីមកកាន់កម្មវិធី Beyond the Boundary ជួបជាមួយខ្ញុំបាទ Lenin ជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីហើយថ្ងៃនេះយើងមានភ្ញៀវកិត្តិយសមួយរូបដែលនឹងចូលរួមមកចែករំលែកបទពិសោធន៍នៃការចាប់ផ្ដើមអាជីពការងារឯករាជ្យក៏ដូចជាបទពិសោធន៍នៃអាជីពរបស់គាត់អញ្ចឹងយើងជួបជាមួយគាត់ទាំងអស់គ្នាបាទជំរាបសួរបងបាទជំរាបសួរលោក Lenin បាទសុខសប្បាយដែរបងមួយរយៈនេះបាទសុខទុក្ខជាធម្មតាបាទសុខនិងទុក្ខមាននៅជាមួយគ្នាអូខេបងយើងមានសុខមានទុក្ខបាទគេថាមានរូបមានទុក្ខចង់ឲ្យបងណែនាំខ្លួនក៏ដូចជាអាជីពជាការងារឯករាជ្យរបស់បងទៅកាន់អ្នកស្ដាប់បន្តិចបងបាទខ្ញុំបាទឈ្មោះ Hey Kin Hee បច្ចុប្បន្នជានាយកអាជីវកម្មនៅក្រុមហ៊ុនធានារ៉ាប់រងធំមួយនៅស្រុកខ្មែរយើងហើយជាក្រុមហ៊ុនអន្តរជាតិហើយសូមប្រាប់ពីប្រវត្តិខ្ញុំបន្តិចខ្ញុំជាកូនច្បងគេនៅខេត្តកំពង់ធំដែលមានបងប្អូន5នាក់ហើយខ្ញុំបានមកទីក្រុងភ្នំពេញនៅឆ្នាំ2007ខ្ញុំបានបញ្ចប់ថ្នាក់បញ្ញាបត្រនៅឆ្នាំ2011ហើយបន្តទៅរៀននៅប្រទេសហ្វីលីពីនមួយឆ្នាំបាទនៅឆ្នាំ2012ហ្នឹងដល់ពេលត្រឡប់មកវិញខ្ញុំបានបញ្ចប់ការសិក្សានៅថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Norton នៅកម្ពុជាយើងហ្នឹងបាទអរគុណច្រើនអូខេបងអរគុណសម្រាប់ការណែនាំខ្លួនរបស់ក្បាយអញ្ចឹងឃើញថារៀនដល់សកក្រៅទៀតទៅហ្វីលីពីនបងណានៅហ្វីលីពីនបាទអូខេអញ្ចឹងតើបងចាប់ផ្ដើមអាជីពការងារចាប់ពីឆ្នាំណាដែរទាក់ទងជាមួយនឹងបន្ទាប់ពីបងបញ្ចប់ថ្នាក់សិក្សារបស់បងបាទនិយាយដល់ស្មោះត្រង់ទៅរៀនធ្វើការងារតាំងពីនៅរៀនថ្នាក់បាក់ឌុបទី12ប៉ុន្តែជាការងារមួយសាក់លបងគាត់បានចំមុខបន្តិចបន្តួចយកជាបបពិសោធន៍ទេប៉ុន្តែការងារដែលចាប់ដើមដែលធ្វើការមែនតែនគឺនៅពេលដែលចូលឆ្នាំទី1បាទដោយសារតែជីវភាពគ្រួសារមិនសូវជាធូរធារទេហើយក៏មិនជាពិបាកខ្លាំងដែរក៏ប៉ុន្តែទាមទារឲ្យយើងទៅតែរៀនបណ្ដើធ្វើការបណ្ដើអញ្ចឹងនិយាយពីបបពិសោធន៍វិញគឺចូលធ្វើការងារ NGO រយៈពេល5ឆ្នាំបាទហើយធ្វើការងារខាងវិស័យធនាគារ3ឆ្នាំហើយចុងក្រោយគឺការងារឯករាជ្យក្នុងនាមជាទីប្រឹក្សាហ្នឹងរយៈពេល7ឆ្នាំអូខេដែលមកដល់បច្ចុប្បន្នហ្នឹងបងបាទអញ្ចឹងចង់បងបញ្ជាក់បន្តិចថាមានមូលហេតុអីនៅពីក្រោយដែលធ្វើឲ្យបងលះបង់ពីអាជីពមានជាការងារឯកជនឬក៏ការងារតាម NGO ហ្នឹងមកឆាប់យកអាជីពជាការងារឯករាជ្យនេះវិញបងអរគុណច្រើនបាទសំដួងបាទបងតើតោជាមួយនឹងការដែលយើងលះបង់ពីការងារដែលយើងយកប្រាក់ខែមកធ្វើការងារជាឯករាជ្យដោយសារតែមានកត្តារួមផ្សំទី1យើងជាអ្នករៀនសូត្រយើងតែងតែមើលសភៅខ្លះមើល YouTube ខ្លះហើយអ្វីដែលមួយទៀតកត្តារួមផ្សំគឺជីវភាពគ្រួសារជំរុញដោយសារតែការយើងធ្វើការងារបានប្រាក់ចំណូលដែលមិនអាចទៅចង់និយាយថាបាទដែរប៉ុន្តែមិនច្រើនពេកបាទអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាយើងចង់បានចំណូលច្រើនជាងមុនបាទបងហើយយើងចង់ផ្លាស់ប្ដូរខ្លួនឯងធ្វើអ្វីដែលយើងឯករាជ្យហើយបានលទ្ធផលរៀងច្រើនជាងមុនបាទដោយសារតែ concept របស់ឯករាជ្យគេប្រាប់យើងថាយើងជាម្ចាស់អាជីវកម្មអូខេពេលយើងធ្វើការច្រើនយើងបានចំណូលច្រើនទៅឯងអញ្ចឹងធ្វើយើងគិតបែបហ្នឹងអូខេបាទអញ្ចឹងយើងចង់អភិវឌ្ឍខ្លួនឯងឲ្យទៅជាសហគ្រិនបាទបែប corporate អញ្ចឹងខ្ញុំបានបង្កើតក្រុមការងារមួយឈ្មោះថា KPA ខ្មែរ Professional Agency ដែលខ្ញុំមានក្រុមការងាររបស់ខ្ញុំបាទហើយខ្ញុំចុះកុងត្រាជាមួយក្រុមហ៊ុនដោយផ្ដល់នៅសេវាកម្មឲ្យទៅប្រជាជនរបស់យើងដែលយើងប្រឹក្សាមួយសេវាកម្មហ្នឹងដើម្បីយើងទទួលបានប្រាក់កម្រៃពីក្រុមហ៊ុនបាទហើយបើយើងមើលពីប្រាក់ចំណូលវិញគឺច្រើនជាងប្រាក់ខែដល់ទៅ3ដង5ដងពេលខ្លះគត់នឹង10ដងអូខេតែចង់រំលេចថយក្រោយវិញបន្តិចថាតើបងចាប់ផ្ដើមមានគំនិតនឹងតាំងពីពេលណាមកដែរបងនៅក្នុងការផ្លាស់ប្ដូរពីអាជីពមានន័យថាអាជីពជាបុគ្គលិក
នៅក្នុងស្ថាប័នឯកជនមកចាប់យកអាជីពឯករាជ្យដែលបងថាអាចរកចំណូលបានលើស4ដងឬក៏5ដងឬក៏អាចដល់10ដងនឹងអាចផ្ដើមពីចំណុចទូចមួយណាឬក៏គំនិតទូចមួយណាបានទេបងនិយាយស្មោះត្រង់ទៅនៅពេលដែលមុនទៅពេលដែលខ្ញុំចាប់ដើមវិវត្តខ្លួនឯងពីការងារនៅក្នុង office មកជាការងារឯករាជ្យគឺខ្ញុំបានធ្វើដំណើរឆ្លងទៅក្រៅប្រទេសចំនួន5ប្រទេសហើយបាទបងបាទបូកផ្សំនឹងយើងរៀននៅស្រុកក្រៅទៀតបាទអញ្ចឹងយើងបានមើលឃើញពីប្រទេសគេពីវប្បធម៌ពីប្រជាជននិងពីសេដ្ឋកិច្ចអញ្ចឹងយើងបានលួចរៀនពីប្រទេសគេហ្នឹងហើយពេលត្រឡប់មកវិញធ្វើឲ្យយើងមានក្តីសម័យយើងចង់ដូចគេដែរចា៎បងបាទប៉ុន្តែយើងមិនទាន់មានឱកាសរហូតដល់វិស័យមួយដែលជាក្រុមហ៊ុនធានារ៉ាប់រងធំមួយមកស្រុកខ្មែរហើយវាជាក្រុមហ៊ុនអន្តរជាតិហើយធ្វើឲ្យខ្ញុំចង់វិវត្តខ្លួនឯងទៅធ្វើការក្រុមអន្តរជាតិហើយចង់ធ្វើការអ្វីមួយដែលមនុស្សជាច្រើនទូទៅគេមិនសូវឲ្យតម្លៃហើយការដែលធ្វើដំបូងគឺមានផលលំបាកច្រើនបាទប៉ុន្តែដោយសារតែទឹកដីព្យាយាមការតស៊ូហើយបូកផ្សំនឹងអ្វីយើងចង់បានក្តីសម័យរបស់យើងវាជំរុញទឹកចិត្តឲ្យយើងខំប្រឹងទៅមុខតទៅទៀតអញ្ចឹងមានន័យថាដោយសារនិយាយទៅវាអាចនិយាយថាដោយសារចំណង់ចំណូលចិត្តរបស់យើងមួយចូលចិត្តទៅខាងក្រៅក្រៅស្រុកក្រៅប្រទេសហើយក៏យើងឃើញឱកាសហ្នឹងអាចផ្ដល់ឱកាសឲ្យបងបានទៅខាងក្រៅច្រើនដែរបាទត្រឹមត្រូវបូកផ្សំជាមួយនឹងគេហៅថា benefit ដែលទទួលបានក៏រៀងខ្ពស់បាទតាមរយៈការប្រឹងប្រែងបានកាន់តែច្រើនគឺទទួលបានកាន់តែច្រើនបាទអូខេបងអញ្ចឹងជាគំនិតមួយដែលធ្វើឲ្យបងផុសចេញនៅក្នុងការចាប់ផ្ដើមអាជីពមួយនេះតើអត់បងបាទអញ្ចឹងតែបន្តមកទៀតថាតើក្នុងការចាប់ផ្ដើមធម្មតាយើងមានគំនិតហើយយើងតើយើងមានអីផ្សេងទៀតដែលឬក៏ពេលដែលយើងចាប់ផ្ដើមតើយើងជួបបញ្ហាអីខ្លះនៅក្នុងការចាប់ផ្ដើមដំបូងមកបងបាទអរគុណច្រើនជាទូទៅការងារថ្មីទាមទារឲ្យយើងរៀនសូត្របានច្រើនទាមទារឲ្យយើងរៀនឲ្យបានច្រើនបាទប៉ុន្តែយើងអរគុណដល់ក្រុមហ៊ុនដែលគេមានវគ្គបណ្ដុះបណ្ដាលដែលជាប្រូក្រាមអន្តរជាតិគេយកមកបង្រៀនយើងហើយសុទ្ធតែគេឆ្លងកាត់បទពិសោធន៍ជាក់ស្ដែងគេយកមកចែកម្លែកហើយធ្វើខ្ញុំរៀនបានបាទបងដោយសារតែអ្នកសេរៀងភាគច្រើនគាត់និយាយភាសាអង់គ្លេសហើយយើងអាចស្ដាប់បានច្រើនយើងឆាប់យល់ជាងដែលទីភាសាធម្មតាដែលគាត់រៀនបានតិចជាងបាទបងយើងទៅយើងគិតបានលឿនជាងហើយបូកផ្សំយើង research តាម YouTube បន្ថែមបាទចឹងទៅធ្វើយើងអាចយកអ្វីដែលគេចែកម្លែកហ្នឹងយកមកអនុវត្តផ្ទាល់បាទជាទូទៅការងារដំបូងគឺពិបាកមែនដោយសារតែយើងជាមនុស្សដែលមិនសូវចេះនិយាយច្រើនខ្ញុំជាមនុស្សដែលសកុតសកុំបាទហើយគេឲ្យយើងទៅជប់នោះឲ្យបានច្រើនអញ្ចឹងត្រឡប់ពីការងារ office ដែលយើងមិនសូវជប់នោះច្រើនបែរជាឲ្យយើងទៅជប់នោះឲ្យកាន់តែច្រើនប៉ុន្តែការដែលទៅជប់នោះដំបូងគឺមានអារម្មណ៍ថាភ័យខ្លាចមិនសូវហ៊ាននិយាយរកគេច្រើនបាទប៉ុន្តែនៅពេលដែលជួបកាន់តែច្រើនធ្វើយើងកាន់តែក្លាហានហើយកាន់តែដឹងថាត្រូវនិយាយយ៉ាងម៉េចបាទបងពីព្រោះមនុស្សម្នាក់គិតផ្សេងគ្នាទឹកមុខផ្សេងគ្នានៅពេលយើងទៅជួបមួយយើងលឿនបានមួយបាទជួបមនុស្សកាន់តែច្រើនធ្វើឲ្យយើងខ្លាចជាទីពឹក្សាមួយដែលរកភ្ញៀវបានច្រើនបាទទទួលបានគ្រប់ target ដែលគេកំណត់ហ្នឹងក្នុងរយៈពេលខ្លីអញ្ចឹងមានន័យថាបញ្ហាប្រឈមដែលក្នុងការចាប់ដើមដំបូងហ្នឹងគឺយើងនិយាយថាភាសាបាទភាសាហើយនឹងខ្ញុំឃើញចំណុចមួយគឺមានបងគឺថាធ្លាប់ជាមនុស្សអត់សូវចេះនិយាយច្រើនទេបាទតែដល់ពេលកម្មវិធីឬក៏ program របស់គេគឺតម្រូវឲ្យយើងជួបមនុស្សរហូតបាទតែបងអាចជួយគេថាសម័យបន្តិចនៅក្នុងការចាប់ផ្ដើមនៃការជួបមនុស្សដំបូងទាំងការរៀបឥរិយាបថទាំងការណាត់ជួបភ្ញៀវឬក៏ការស្វែងរកភ្ញៀវដើម្បីជួបគេថាតែមនុស្សដើម្បីជួបតើមានបញ្ហាអីបន្ថែមនៅក្នុងការជួបជាឧបសគ្គនៅក្នុងការគេថាchallenge នៅបញ្ហានោះបងតែពិតទៅជាដំបូងយើងធម្មតាយើងមានមិត្តភ័ក្តិបងប្អូនហើយទៅហ៎បាទយើងទៅជួបពួកគាត់មុនគេអូខេបងហើយអ្វីដែលគាត់មិនឲ្យយើងនិយាយគឺនិយាយទៅតាម script ដែលគេបង្រៀនយើងហ្នឹងអូគេមាន script ឲ្យបាទគេមានអញ្ចឹងទៅយើងរៀននិយាយតាម script របស់គេប៉ុន្តែដល់ពេលនិយាយយូរទៅវាហាក់ដូចជាមិនបែបធម្មជាតិរបស់យើងបាទរៀងឆ្កងបាទប៉ុន្តែដល់ពេលយើងអនុវត្តយូរទៅយើងចេះបែកគំនិតខ្លួនឯងយើងឆ្នៃខ្លួនឯងយើងដឹងថាគួរនិយាយចាប់ដើមពីកន្លែងណាទៅ
បាទហើយបូកផ្សំនឹងទឹកមុខរបស់យើងនឹងញឹម បាទ រស់រាយរាក់ទាក់ទៅអតិថិជនក៏ចូលចិត្តយើងដែរ ចា៎ បាទទោះបីជាយើងបកកាយនិយាយក៏ដោយប៉ុន្តែបើឃើញយើងមិនសូវចេះរស់រាយរាក់ទាក់ទឹកមុខយើងមិនសូវញឹមញែមទេភ្ញៀវក៏មិនសូវចូលចិត្តយើងដែរ ចា៎បង វាមានកត្តារួមផ្សំពីធម្មជាតិរបស់យើងផ្សំគ្នាណា បាទ បាទ អញ្ចឹងបើស្ដាប់ទៅភាសាអង់គ្លេសប្រហែលជាមិនជាឧបសគ្គប៉ុន្មានទេបងចា៎ มันទទួលស្គាល់ថាវាបកកាយខ្លាំងទេ បាទ ប៉ុន្តែអាចប្រើការបាន អាចស្ដាប់នឹងរៀនសូត្រពី program នឹងបាន បាទ ក៏ប៉ុន្តែយើងជួបភាគច្រើនគឺជាមួយនឹងគេហៅថាមនុស្សមានប្រជាជនខ្មែរទេភាគច្រើន បាទពីចិនជួបភ្ញៀវខ្មែរទេ ចា៎ ប៉ុន្តែពេលខ្លះក៏មានភ្ញៀវបរទេសដែរ បាទ ដែលយើងត្រូវប្រឹក្សាដូចគ្នា បាទបង បាទ អូខេបងអរគុណសម្រាប់ការចែករំលែកទាក់ទងនឹងគេថាបញ្ហាប្រឈមហើយនឹងរបៀបដោះស្រាយខ្លីៗមួយចំនួនដែរហើយចង់សួរបន្តទៀតដូចជាបងមានបង្កើតជាក្រុមមួយឈ្មោះថា KPA តើបង បាទ អញ្ចឹងតើបងមានជួបផលលំបាកអីបន្ថែមទៀតទាក់ទងនឹងការបង្កើតដំបូងយើងជួបនៅក្នុងការចាប់ផ្ដើមហើយ បាទ នៅរៀងតូចទេដល់ពេលមកបន្តិចទៀតរៀងធំតិចទៀតហើយ បាទ តើបងជួបអីជាឧបសគ្គអីបន្ថែមទៀតនៅក្នុងការបង្កើតក្រុមនឹងមក បាទតើតោជាមួយនឹងក្រុមរបស់ខ្ញុំគឺ KPA ខ្មែរ Professional Agency ការដែលខ្ញុំបង្កើតដំបូងឡើយគឺមានផលលំបាកច្រើនដោយសារតែមនុស្សការគិតខុសៗគ្នាតម្រាំតែយើងអាចប្រមូលគាត់មកជុំគ្នាតែមួយឲ្យការគិតមានវប្បធម៌ស្រដៀងយើងគិតដូចយើងទៅមុខជាមួយគ្នាបានគឺវារួមផ្សំទីមួយខ្លួនឯងដោយសារតែខ្ញុំជាកូនច្បងគេ បាទបង ខ្ញុំជាកូនច្បងខ្ញុំមានទំនួលខុសត្រូវច្រើននៅក្នុងគ្រួសារចេះមើលប្អូន បាទ បាទពុកម្ដាយប្រើច្រើនចេះច្រើនអញ្ចឹងអារឿងផ្ទះសម្បែងគឺយើងអាចបានន័យថាយើងអាចចេះច្រើន ហើយ ពេលយើងទៅសាលារៀន ទៅពតក៏ច្រើនដែរបង បាទពលក៏ច្រើនប៉ុន្តែពេលយើងទៅរៀនលោកគ្រូអ្នកគ្រូគាត់មើលឃើញយើង slow ឲ្យយើងធ្វើប្រធានថ្នាក់ទៀត ចាបង អញ្ចឹងតាមរយៈការធ្វើប្រធានថ្នាក់នេះវាបង្រៀនយើងឲ្យចេះពីរបៀបធ្វើការងារជាមួយមនុស្សច្រើន បាទ បាទបន្តមកទៀតនៅពេលដែលខ្ញុំមករៀនអនុបណ្ឌិតគេមានមេរៀនមួយគេហៅថា leadership អញ្ចឹងការដែលខ្ញុំនៅរៀននោះគឺអត់សូវយល់ថា leadership នឹងប្រើធ្វើអីទេ ចា ដោយសារតែយើងអត់បាន apply ទៅលើការងារ បាទ នៅពេលដែលយើងបានមកអនុវត្តការងារជាក់ស្ដែងយើងចាប់ផ្ដើមមានក្រុមការងារធ្វើឲ្យយើងនឹកឃើញទៅលើមេរៀនដែលយើងរៀនពីមុនមកនេះយកមក apply បូកផ្សំនឹងអេយ៉ាប័តរបស់យើងដែលមានទំនួលខុសត្រូវនិងឆ្លាញ់ក្រុមការងារ បាទ វាទៅមុខ បាទ មួយទៀតដោយសារតែខ្ញុំមាន concept មួយដោយសារតែខ្ញុំមើលសភៅដែរគេក៏បានបង្រៀនយើងថា leadership បកកែគឺមាន3សំខាន់ទី1គឺបកកែដោះស្រាយបញ្ហាឲ្យក្រុមការងារ ចាបង បាទបកកែសម្របសម្រួលហើយបកកែចរចាព្រោះយើងខ្លួនជាអ្នកដឹកនាំយើងដើរតួអាជ្ញាកណ្ដាលរវាងក្រុមហ៊ុននិងក្រុមការងាររបស់យើង ដោះស្រាយ បាទ សម្របសម្រួល សម្របសម្រួលចរចា ចរចាបាទ បាទអញ្ចឹងពេលក្រុមការងារយើងមានបញ្ហាយើងត្រូវចេះដោះស្រាយក្រុមការងាររបស់យើងបើត្រឹមយើងបានយើងដោះស្រាយបានអាចរួចដល់លើគេហៅថាចរចា បាទ បាទចរចាដើម្បីទទួលយកផលប្រយោជន៍ពីក្រុមហ៊ុនឲ្យក្រុមការងាររបស់យើង បាទ ដើម្បីកុំឲ្យបាត់ប្រយោជន៍ ចាបង បាទហើយសម្របសម្រួលឧទាហរណ៍ក្រុមការងារយើងមាន100នាក់វាតែតែមានចំនួន បាទ ផលប្រយោជន៍កន្លែងណាមួយ បាទបង អញ្ចឹងខ្ញុំជាអ្នកដឹកនាំយើងសម្របសម្រួលពួកគាត់បាទធ្វើម៉េចឲ្យ win-win ទាំងអស់គ្នា ចា បាទហើយ concept មួយទៀតដែលខ្ញុំធ្វើជោគជ័យគឺយើងមាន4ចំណុចទី1គឺបង្កើតគឺចិញ្ចឹមបង្រៀននិងកសាងមានន័យថាខ្ញុំបង្កើតក្រុមការងារដែលយកគាត់មកដំបូងឡើយគឺប្រៀបបានដូចជាការបង្កើតមួយថ្មីគឺគាត់ដូចជាកូនក្មេង ចា បាទគាត់នៅក្មេងយើងត្រូវការមើលថែចិញ្ចឹមគាត់ សម្រាប់អ្នកថ្មី បាទបន្ទាប់មកយើងបង្រៀនគាត់ បាទ ទៅលើមេរៀនក្តី skill ក្តីបាទទៅលើអ្វីក្តៅឲ្យយើងអាចបង្រៀនយើងគាត់បានដែលវា link ជាមួយនឹងក្រុមហ៊ុនរបស់យើងបន្ទាប់មកយើងឲ្យគាត់កសាងមានគាត់អាចបង្កើតក្រុមតទៅទៀតមានន័យថា leader create leader បាទចឹងអាកសាងហ្នឹងគឺជាកន្លែងគាត់ទៅដឹកនាំក្រុមនឹងហើយបាទអញ្ចឹងគឺបង្កើតបង្រៀនកសាងបង្កើតចិញ្ចឹមបង្រៀនកសាង បាទ ដើម្បីឲ្យមានន័យថាចុងក្រោយគឺពួកគាត់ចេះបង្កើតក្រុមដោយខ្លួនឯង បាទ ហើយគាត់អាចនឹងបន្តបង្កើតតទៀត បាទ រៀនតទៀតបាន បាទ អូខេបង ហើយមួយទៀតនៅពេលដែលក្រុមការងារយើងមាន100នាក់សួរតែយើងដឹកនាំយ៉ាងម៉េចគឺខ្ញុំរៀនតាមគម្ពីរមួយ
គឺម្នាក់ដឹកនាំ10នាក់ ចាបង បាទម្នាក់ដឹកនាំ10នាក់អញ្ចឹងបើសិនជាយើងមាន100នាក់យើងត្រូវមានមេតបយើង10នាក់ 10នាក់ បាទជាប្រធានក្រុមមួយដែលយើងអាចទៅមើលថែគាត់បានបង្រៀនគាត់បាន coaching គាត់បានអញ្ចឹងគាត់ទាំង10នាក់នឹងហើយដែលទៅដឹកនាំ100នាក់ទៀតបាន អូខេ បាទ អញ្ចឹងយុទ្ធសាស្ត្រនេះ បាទ មានន័យថា100នាក់បើយើងស្ដាប់ទៅដូចច្រើន ច្រើន ប៉ុន្តែយើងត្រូវការមានតបដូចគ្នា បាទ ដើម្បីជួយនៅក្នុងការដឹកនាំបន្តទៀត បាទ ចេះបង ត្រឹមត្រូវ អូខេយុទ្ធសាស្ត្ររបស់បងឃើញថាល្អស្អីសម្រាប់អ្នកដែលអាចរៀនសូត្របានគឺពិតជាពិសេសព្រោះនេះជាគេថាដូចមេតបអញ្ចឹងយើងមានគេថាដូចមេកងមួយក្រុមដឹកនាំកូនតបបន្តទៀត បាទបាទ ចាបងអូខេបងអញ្ចឹងមិញយើងបានស្ដាប់ពីបទពិសោធន៍នៅក្នុងការដឹកនាំនៃបង្កើតក្រុមរបស់បង KPA បាទ បងមានអីចង់សៀបបន្ថែមទេបងកន្លែងទាក់ទងនឹងការដឹកនាំក្រុមនេះ តកតងជាមួយការដឹកនាំកន្លែងនេះនៅថ្ងៃនេះខ្ញុំជួបបងប្អូនចែកម្លែកគឺមិនមែនក្នុងគោលបំណងលក់សេវាកម្មទៅបងប្អូនទេប៉ុន្តែចង់ឲ្យបងប្អូនដែលនៅក្មេងៗដែលចង់ចាប់ដើមអាជីពខ្លួនឯងក្នុងនាមជាទីប្រឹក្សាឯករាជ្យបងប្អូនអាចសាក់លបងបានហើយបងប្អូនត្រូវតែមានគោលដៅឲ្យច្បាស់គោលដៅរបស់យើងត្រូវតែកំណត់វាឲ្យស្រួចព្រួយយើងបាច់ឲ្យមុតឲ្យចំគោលដៅបើសិនជាគោលដៅរបស់យើងសើព្រួយយើងទៀលមិនមុតយើងបាញ់ទៅអត់ចំគោលដៅទេគឺមិនអាចជាប់បានទេអញ្ចឹងយើងបងប្អូនដែលចង់ធ្វើការអីមួយបងប្អូនត្រូវចាំពីម៉ាត់គឺគេហៅថា PNC គឺ persistency and consistency ធ្វើអ្វីត្រូវតែមានសេចក្តីព្យាយាមហើយជាប់លាប់បើយើងធ្វើដូចភ្លើងចម្បើងភាគច្រើនខ្ញុំទទួលស្គាល់ថាខ្ញុំបឋមក្មេងដែរយើងឆេវឆាវយើងចង់តែផ្លែនទេអញ្ចឹងទៅបង្កើតក្តីសម័យនិងក្តីស្រឡាញ់របស់ខ្លួនឯងចំពោះការងារដែលយើងធ្វើសិនគេហៅថា passion បាទបន្ទាប់មកទៅធ្វើវាធ្វើឲ្យធ្វើទៀតរហូតតយើងអាចមើលឃើញរូបមន្តមួយជោគជ័យសម្រាប់ខ្លួនឯងបាន អូខេនេះជាសារផ្ដាំផ្ញើទៅកាន់បងប្អូនអ្នកស្ដាប់ក៏ដូចជាអ្នកដែលតែងតែជួយតាមដាននិងគ្រប់គ្រងនៅកម្មវិធីរបស់យើងគឺជាកន្លឹះមួយនៅក្នុងការឈានទៅដល់ការសម្រេចមួយអ្វីបានជោគជ័យនៅក្នុងការធ្វើវាមិញធ្វើវាឲ្យជាប់លាប់ បាទធ្វើទៅpersistency and consistency បាទបង មានការអត់ធ្មត់ព្យាយាមបាទឲ្យជាប់លាប់ ហើយធ្វើវាឲ្យជាប់លាប់ចាបងអញ្ចឹងកម្មវិធីរបស់យើងក៏ជិតឈានចូលដល់ទីបញ្ចប់ដែរហើយតាក់ទងជាមួយនឹងបទពិសោធន៍របស់បងតាំងពីការចាប់ផ្ដើមពីបុគ្គលិករបស់ឯកជនរហូតដល់ការចាប់ផ្ដើមនៅក្នុងការផ្លាស់ប្ដូរពីគេថាប្ដូររបត់ពីឯកជនការងារឯកជនមកទៅជាភ្នាក់ងារឯករាជ្យ បាន ដែលយើងអាចនិយាយថាដូចជាដូចមានការបង្កើតធីមមួយដោយខ្លួនឯងបង្កើតគ្រប់មួយដោយខ្លួនឯងហើយបង្កើតឯករាជ្យអញ្ចឹងជាទៅនឹងការឆ្លងកាត់នៅបទពិសោធន៍មួយនេះគឺជាល្អហើយក៏ជាគីមួយថ្មីសម្រាប់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាអញ្ចឹងកម្មវិធីរបស់យើងក៏ជិតឈានចូលទីបញ្ចប់ដែរអញ្ចឹងសម្រាប់កម្មវិធីរបស់យើងគឺមានពេលបន្តិចដើម្បីឲ្យបងមានពាក្យពេចន៍ទៅដល់អ្នកស្ដាប់ក៏ដូចជាកម្មវិធីរបស់យើងផ្ទាល់ បាទជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលយកចិត្តទុកដាក់ហើយចំណាយពេលចិត្តកន្លះម៉ោងដើម្បីស្ដាប់ពួកខ្ញុំទាំងពីរនាក់ហើយសូមបងប្អូនទាំងអស់គ្នាមើលឃើញរឿងវិជ្ជមានឲ្យបានច្រើនសូមកុំផ្ដោតទៅរឿងអវិជ្ជមានចំណុចណាដែលល្អបងប្អូនទៅដាក់នៅក្នុងចិត្តឲ្យបានច្រើនពីព្រោះកណាយើងផ្ដោតទៅលើរឿងវិជ្ជមានវាបង្ហាញពី progress ទៅមុខទៀតកណាយើងផ្ដោតទៅរឿង negative គឺយើងដើរថយក្រោយអញ្ចឹងអ្វីដែលល្អបងប្អូនទទួលយកហើយអ្វីដែលមិនល្អទេបងប្អូនកុំទទួលយកបាទពួកនេះគឺជាបទពិសោធន៍ក្នុងជីវិតវាមិនមែនជារូបមន្តអីទេជាបទពិសោធន៍ហើយបងប្អូនអាចទទួលយកបានបងប្អូនអាចធ្វើនៅក្នុងជីវិតរបស់បងប្អូនបានជាពិសេសខ្ញុំសូមលើកទឹកចិត្តដល់ក្មេងៗដែលចប់មហាវិទ្យាល័យស្វែងរកការងារធ្វើក៏ដោយបងប្អូនកុំឲ្យលឿនពេកកុំចង់ខ្លាចជាសហគ្រិនលឿនពេកបងប្អូនត្រូវឆ្លងកាត់ការងារជាមុនសិនពីព្រោះការងារវាបង្រៀនយើងបាទពួកខ្ញុំមុននឹងខ្លាយទៅជាសហគ្រិនឬក៏ខ្លាយទៅជានាយកអាជីវកម្មបច្ចុប្បន្ននេះគឺខ្ញុំឆ្លងកាត់បបផ្សោតធ្វើការឲ្យគេហ្នឹងបាទវាចូលជិត10ឆ្នាំដែរអញ្ចឹងធ្វើយើងលឿនអំពីចំណុចហ្នឹងមកដើម្បីបង្រៀនយើងថាទៅធ្វើការឯករាជ្យវាយ៉ាងម៉េចយើងគិតឲ្យបានគប់ជុំជ្រោយមិនមែនគិតតែមួយមុខទេបាទ
សូមអរគុណ បាទបងអរគុណសម្រាប់ បាទ សារចុងក្រោយដ៏មានអត្ថន័យចឹងដូចបងបានបញ្ជាក់ហើយគឺការចាប់ផ្ដើមនៅក្នុងការផ្លាស់ប្ដូរវ័យមួយមិនជាការងាយស្រួលទេ បាទ ដើម្បីកុំឲ្យមានគេថាភាពសោកស្ដាយក៏ដូចការជឿចាប់បន្ទាប់ពីការផ្លាស់ប្ដូរយើងត្រូវគិតគូរឲ្យបានហ្មត់ចត់ទៅមើលខ្លួនឯងថាយើងអាចធ្វើបានឬក៏យើងគ្មានបទពិសោធន៍នៅក្នុងការធ្វើវាឬក៏អត់អូខេអញ្ចឹងកម្មវិធីរបស់យើងក៏ឈានចូលដល់ទីបញ្ចប់ហើយខ្ញុំបាទក៏សន្យាថានឹងព្យាយាមនាំយកប្រធានបទល្អៗក៏ដូចជាភ្ញៀវកិត្តិយសនៅក្នុងអាជីពផ្សេងៗគ្នាដែលគាត់នឹងចែករំលែកនៅក្នុងជាគីឬក៏ជាគន្លឹះនៅក្នុងការទទួលយកដូចជាការបទពិសោធន៍ដើម្បីជាផ្ទាល់ខ្លួនក៏ដូចជាការធ្វើនៅក្នុងអាជីវកម្មដែលស្តៀងគ្នាឬក៏អាចបងប្អូនខ្លះដែលដូចជាមួយនឹងភ្ញៀវកិត្តិយសយើងរូបណាគឺគាត់អាចយកទៅជាប្រយោជន៍បានអញ្ចឹងសម្រាប់កម្មវិធីក៏ឈានចូលដល់ទីបញ្ចប់ហើយអញ្ចឹងខ្ញុំបាទលេនីនជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីរួមជាមួយនឹងបងគៀនហ៊ីដែលជាភ្ញៀវកិត្តិយសនៅក្នុងថ្ងៃនេះបាទសូមអរគុណសូមជម្រាបលាបាទ សូមអរគុណ